ឲ្យវាដើរណាញោមវាធម្មតាប៉ុន្តែអាចក៏ប៉ែកលែកតិចញោមវាឲ្យបាននោមទៅពីអៀងទៅពីអីវាធូរហើយលេងអីប៉ុន្តែអាជើងនេះវាដូចតែយើងនេះវាមិនមែនប៉ប់ឡើងឲ្យជាភ្លាមជើងបោយមកទឹកផឹកអីដើរស្រួលមកគូនដាក់ដឹកវាមិនផងយកទៅនេះថតលេងពេកនេះដើរឡើងដើរឈឺជើងវាឈឺលោកឲ្យរត់ដល់ភឹសហ៎រត់ជិះទៅឲ្យដកដែរគោនេះស្លូតមែនតើហ្មងខ្ញុំនិយាយចឹងថាអានេះពីគោឃើញស្លូតចាំមិនបាននេះខ្ញុំអាណិតវាហ្នឹងបាទវាសួរពុកម៉ែបងប្អូនអ្នកដែលចិញ្ចឹមគោបាទថ្ងៃនេះខ្ញុំមកធ្វើការព្យាបាលទៅលើគោដែលមានបញ្ហាថ្លោះជើងខាងក្រោយនេះបងប្អូនណាហើយជើងរបស់វានេះវាសង្ស័យថាមានបញ្ហាលើតសៃរបស់វាគឺធ្ងន់ធ្ងរបាទអញ្ចឹងក៏យើងធ្វើការចាក់ថ្នាំផ្សះផងថ្នាំតសៃផងដើម្បីជួយសម្រួលដល់ជើងគោនេះហើយឃើញវាឈរច្ដុបអត់មានបរិះតាណាទេបាទគឺវាឈឺឡើងយួរជើងខាងក្រោយខាងឆ្វេងហ្នឹងបាទយួរជើងឡើងលើកឡើងទៅលើហ្មងប៉ុន្តែគោនេះវាស្លូតដែរអញ្ចឹងក៏ម្ចាស់របស់គាត់ហ្នឹងក៏បានដកបាទជើងគោហ្នឹងចាប់ដកជើងគោលន់ដល់ភឹសតែម្ដងណាបងប្អូនណាបាទហើយចូលដល់កន្លែងនេះគឺយើងចាក់យប់មិញបងប្អូនវីដេអូមិញមុនហ្នឹងគឺពេលយប់យើងមកចាក់ពេលយើងចាក់បានម្ដងអានេះគឺពេលព្រឹកព្រលឹមឡើងឃើញថាវាដើរបានបាទគួរសមបងប្អូនណាបាទវាដើរបានគួរសមវាដើរគ្រាន់ថាវាមិនទាន់បាន100%ទេបាទវាបាន50%ហើយការដើររបស់វានេះបាទ50ទៅ60%ដែរបាទអញ្ចឹងឃើញថាវាស្រួលហើយវាស៊ីបានតែពីអៀងទៅពីអីឲ្យជុះនោមអាចអីធម្មតាអញ្ចឹងណាបងប្អូនណាបាទហើយការប្រើប្រាស់ថ្នាំគឺយើងប្រើប្រាស់ថ្នាំដូចជាបាទបងស្រាប់ជាមួយនឹងអាណាលីសាអីហ្នឹងបងប្អូនណាហើយបើសិនបងប្អូនចង់ថែមវីតាមីននេះមានការចូលវីតាមីន 2ឬក៏វីតាមីន C ក៏ចាក់បានដែរបងប្អូនវីតាមីនណាបាទហើយនៅខ្លះក៏ចាក់ C3 ចាក់អីចឹងណាបើខ្ញុំចាក់បងស្រាប់បាទហើយអាស្រ័យលើបងប្អូនរើសថ្នាំផ្សះមួយណាដែលសមជាមួយបងប្អូនក្នុងការប្រើប្រាស់ព្រោះជំនាញគឺមិនដូចគ្នាបងប្អូនណាហើយសម្រាប់ខ្ញុំគឺខ្ញុំប្រើថ្នាំហ្នឹងហើយអានេះគឺយើងមកចាក់លើកទី3ហើយនេះហ៎បាទវីដេអូនេះគឺយើងមកចាក់លើកទី3មានន័យថាយើងបានចាក់បាន2ដងហើយចាក់បាន2ដងហើយហើយនេះគឺយើងមកចាក់មកហើយមកចាក់តែ3ដងទេគូនេះបងប្អូនណាតែបើសិនជាយើងចាក់បានរហូតដល់5-6ដងក៏វាកាន់តែល្អដែរបងប្អូនណាបាទហើយអានេះគឺវាយើងចាក់ចុងក្រោយហើយបាន3លើកដូចនេះហើយឃើញនេះបងប្អូនវាស្រួលណាគូនេះស្លូតបាទស្លូតមែនតើហើយអញ្ចឹងមិនថាពីដំបូងវីដេអូនេះដែលមេក៏ម្ចាស់របស់គាត់ដកជើងគោនឹងបានចាដករត់ដល់ភឹកតែម្ដងហើយឃើញខ្ញុំចាក់ស្រួលបងប្អូនគឺចាក់ពីក្រោយអត់មានសូវព្រួយបារម្ភរឿងខ្លាយគោធាក់បានទេស្រួលមែនតើគោនេះបាទយើងចាក់ពីក្រោយស្រួលមែនតើបាទហើយឃើញពេទ្យសត្វចាក់អញ្ចឹងបងប្អូនមានអារម្មណ៍ចង់ចាក់ដែរអត់បងប្អូនដល់ពេលស្រួលពេកអញ្ចឹងខុសពីមនុស្សទេបងប្អូនណាមនុស្សសង្ងំឲ្យចាក់ណាបងប្អូនណាខ្ញុំនិយាយលេងសើចទីចាក់មនុស្សគឺអត់មានការបរិយាតាទេហើយសត្វបើសិនជាយើងមិនប្រយ័ត្នធាក់មកជើងហ្នឹងគឺសំណំដែរបងប្អូនណាបាទជាប់ខ្មងជាប់អីហ្នឹងកុំមកត្រូវពងបងប្អូនណាធាក់ត្រូវជើងឯងអីហើយបងប្អូនពេទ្យសត្វយើងអ្នកណាខ្លះដែលមកជីវិតហើយមិនដែលគួរធាក់បាទបើសម្រាប់ខ្ញុំធ្លាប់គួរធាក់ឲ្យបងប្អូនណាបាទនឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាអរគុណច្រើនហើយសម្រាប់បងប្អូនត្រូវការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងសត្វឈឺមិនថាសត្វជើង4សត្វជើង2ឬក៏បាក់សីទេសត្វចិញ្ចឹមក្នុងផ្ទះក៏ដោយឲ្យត្រូវការចម្ងល់មានជំងឺអីអាចប្រឹក្សាយោបល់ជាមួយខ្ញុំបានហើយត្រូវការថ្នាំទិញថ្នាំអីខ្ញុំមានថ្នាំលក់បងប្អូនណាមិនតាមថ្នាំគោថ្នាំជ្រូកបាក់សីអីមានទាំងអស់បាទថ្នាំឆ្កែថ្នាំឆ្មាអីក៏មានដែរហើយដកតែចំណីទេបងប្អូននៅឆ្ងាយក៏មិនទិញទេចំណីណាបងប្អូនចឹងគាត់ទិញតែចំណីបាទចំណីទិញតែថ្នាំទិញអីចឹងហើយបងប្អូនមិនទិញគ្រាន់តែសាកសួរខ្ញុំតាម Telegram ក៏បានដែរបងប្អូន Telegram ខ្ញុំមាន087
40616ឬមិនអញ្ចឹង0មួយទៀត097 937 ហើយខ្ញុំនឹងដាក់ជាវីដេអូជាលេខទូរស័ព្ទនៅលើវីដេអូនោះដើម្បីបងប្អូនងាយស្រួលក្នុងការតាក់ទងនិងឆាតតាម Telegram បានបងប្អូនហើយមួយទៀតបងប្អូនកុំភ្លេចជួយចុច like និង subscribe channel របស់ខ្ញុំផងដើម្បីជាការលើកទឹកចិត្តនិងដើម្បីទទួលបានវីដេអូថ្មីៗប្លែកៗបន្តពីការព្យាបាលសត្វបងប្អូនណាបាទអរគុណច្រើន